នេះគឺជាត្រីចម្លែកមួយប្រភេទដែលមានផ្នែកធំហើយផ្នែករបស់វាអាចបង្វិលបានរហូតដល់ទៅ180ដឺក្រេឯណោះហើយមុននឹងចូលនៅវីដេអូរបស់យើងសង្ឃឹមថាពុកម៉ែបងប្អូននឹងមិនភ្លេចក្នុងការជួយចុច follow ឲ្យខ្ញុំបានម្នាក់មួយផងណា Barreline គឺជាត្រីសមុទ្រទឹកជ្រៅតូចៗដែលមានផ្នែកខុសពីធម្មជាតិដែលមានរូបរាងជាធំដែលភាគច្រើនបែរមុខទៅទិសខាងលើដើម្បីរកមើលចំណីឬសត្រូវពួកវារស់នៅក្នុងមហាសមុទ្រត្រូពិកនិងអាកាសធាតុដែលមានជម្រៅពី400ទៅ2500ម៉ែត្រលក្ខណៈពិសេសរបស់ពួកវាផ្នែកធំនិងមានរាងជាបំពង់គ្របដណ្ដប់ដោយដំបូលស្លាពួកវាអាចមើលទៅខាងលើឬទៅខាងមុខហើយពួកវាអាចសម្របខ្លួនបានសម្រាប់ការមើលឃើញនៅកន្លែងដែលមានពន្លឺតិចតួចរាងកាយពួកវាអាចនឹងរឹងនិងរាងជ្រៅឬវែងនិងស្ដើងច្រើនតែមានពណ៌ត្នោតខ្មៅឬថ្លាព្រុយរបស់ពួកវាតូចនិងគ្មានឆ្អឹងខ្នងនោះទេជីវៈពន្លឺរបស់ពួកវាប្រភេទសត្វនេះមានសរីរាង្គបញ្ចេញពន្លឺដែលជួយឲ្យពួកវាខ្លាញ់បន្លំពីសត្រូវដោយលាយឡំជាមួយនឹងពន្លឺស្រទន់ពីខាងលើវដ្តជីវិត Barreline បញ្ចេញពងនិងមានជីវិតឈ្មោលចូលទៅក្នុងទឹកហើយសុទ្ធក៏អណ្ដែតហើយរសាត់ទៅតាមចរន្តទឹកនៅពេលដែលវាលូតលាស់ពួកវាផ្លាស់ទីទៅទឹកជ្រៅត្រីទាំងនេះមានការសម្របខ្លួនជាពិសេសដើម្បីរស់រានមានជីវិតនៅក្នុងមហាសមុទ្រដ៏ខ្មៅងងឹតដែលពួកវាកំពុងរស់នៅ